ជំរាបសួរមិត្តភក្តិបងប្អូនទាំងគ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំលើកប្រធានបទមួយថាយើងគួរជៀសវាងនៅ4ចំណុចដែលក្នុងនាមយើងជាមនុស្សល្អអញ្ចឹងមនុស្សល្អគឺមិនធ្វើរឿងទាំង4នេះទេរឿងទី1គឺយើងមិនត្រូវនិយាយកុហកឯងយើងមិនត្រូវនិយាយកុហកមិនថាមនុស្សជុំវិញមិត្តភក្តិបងប្អូនមនុស្សជុំវិញយើងត្រូវតែមាននៅគុណធម៌មិននិយាយកុហកនឹងគឺជាសិក្ខាបទនៃមនុស្សល្អហើយមួយទៀតពាក្យអសរុបយើងមិនត្រូវនិយាយពាក្យអសរុបទេកាលណាពាក្យអសរុបយើងត្រូវមានន័យថាការនិយាយដោយការគោរពឧទាហរណ៍ថាគេប្អូនយើងនិយាយហៅគេប្អូនគេបងនិយាយបងយើងអត់និយាយពាក្យដែលអសរុបនិយាយទៅវាមិនស្ដាប់នឹកវាដូចអាឡែស៊ីជាមួយតែជាយើងត្រូវតែបណ្ដោះនៅការនិយាយពាក្យល្អជិះវាងការនិយាយពាក្យអសរុបហើយទី3យើងត្រូវតែជិះវាងនៅពាក្យញុះញង់ការញុះញង់យើងឃើញហើយថានៅតាមបណ្ដាញសង្គមជាច្រើនតែងតែញុះញង់ឧទាហរណ៍ថាបញ្ហាមួយកើតមានតែងតែនិយាយពីថានឹងជាគេបើជាខ្ញុំវិញដឹងតែបញ្ហាខ្លាំងជាងនឹងបើគេបើខ្ញុំវិញបញ្ហាធំជាងនឹងណាយើងញុះញង់គេដើម្បីឲ្យកើតជាសាច់រឿងមួយអញ្ចឹងយើងគួរជៀសវាងការញុះញង់ហើយមួយទៀតដែលខ្ញុំសង្កេតឃើញថាពាក្យខ្លះវាគេហៅថាពាក្យរយរាយឥតប្រយោជន៍ពាក្យរយរាយឥតប្រយោជន៍ចេះតែនិយាយដើម្បីទាញចំណាប់អារម្មណ៍ពីអ្នកដទៃព្រោះអីកាលណាយើងបន្តនៅពាក្យហ្នឹងច្រើនសង្គមយើងឆាប់ចាប់បានជាងល្អអញ្ចឹងកាលណាយើងរយរាយឬប្រើពាក្យឥតប្រយោជន៍នៅក្នុងបណ្ដាញសង្គមច្រើនមនុស្សមែនតើទៅយើងត្រូវដឹងថាមនុស្សចូលចិត្តចាប់នៅចំណុចអាក្រក់លឿនជាងចំណុចល្អអញ្ចឹងយើងគួរតែជៀសវាងនៅចំណុច4ដែលខ្ញុំរៀបរាប់ខាងលើហើយទីមួយការនិយាយកុហកពាក្យអសរុបឬក៏ពាក្យញុះញង់ឬរយរាយឥតប្រយោជន៍ពាក្យទាំង4នេះគឺឆាប់ចាប់បានមែនទែនជាពិសេសកូនក្មេងគឺមានន័យថាគាត់ចាប់លឿនមែនទែននៅពាក្យទាំងអស់នេះព្រោះពាក្យទាំងអស់នេះពេលខ្លះយើងកាលណាដែលយើងនិយាយកុហកច្រើនមានន័យថាយូរគេលែងជឿយើងហើយកាលណាផូរច្រើនចាញ់អាត្មាគឺខ្លួនឯងមានន័យថាយើងនិយាយកុហកយើងនិយាយមិនមាននៅទំនួលខុសត្រូវនិយាយដើម្បីឲ្យរួចតែពីមាត់កាលណាដែលយើងនិយាយយើងយូរគេដឹងអត្តសញ្ញាណយើងថាគឺជាមនុស្សកុហកនៅពេលដែលយើងនិយាយពីអសរុឆ្អេងឆ្អាសដើម្បីឲ្យគេសោចយូរវាជាទម្លាប់របស់យើងហើយពេលខ្លះគេស្ដាប់មកទៅគេអាចថាយើងជាមនុស្សលក្ខណៈមួយមិនឲ្យតម្លៃមនុស្សជុំវិញមិនឲ្យតម្លៃដៃគូដោយសារតែយើងនិយាយពីអសរុច្រើនពេកព្រោះកាលណាពីអសរុដើម្បីឲ្យគេសោចសប្បាយតែយើងសួរសំណួរសួរថាតើសប្បាយដើម្បីអីយើងនិយាយពីឆ្អេងឆ្អាសអសរុហ្នឹងហើយទី3គឺយើងញុះញង់ដើម្បីឲ្យដៃគូម្ខាងទៀតគឺមានបញ្ហាគ្នាគឺដោយសារពាក្យញុះញង់ហើយពាក្យឥតប្រយោជន៍កាលណាយើងសាបព្រោះនៅពាក្យឥតប្រយោជន៍ច្រើនយូរវាដោះគ្រាប់ពូជនៃឥតប្រយោជន៍ច្រើនអញ្ចឹងខ្ញុំគិតថា4ពាក្យសម្ដីនេះយើងគួរជៀសវាងឲ្យឆ្ងាយយើងត្រូវតែដោះនៅរឿងល្អៗជាច្រើនដើម្បីឲ្យចឹងខ្ញុំគិតថាវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹង